ជំរាបសួរព្រឹកនេះមកកាត់មុងឲ្យភ្ញៀវចំនួន1មុងដែលមានຂະຫນາດ2.4 ម៉ែត្រជ្រុងសម្រាប់ភ្ញៀវដែលកំងគឺគាត់នៅខេត្តក្រចេះចាហើយដូច្នេះក៏ចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាសម្រាប់មុងកណ្ដូបគឺខាងនាងខ្ញុំគឺកាត់គ្រប់ຂະຫນາດតាមតម្រូវការរបស់បងប្អូនដែលត្រូវប្រើអញ្ចឹងណាដូចជាមានຂະຫນາດ1ម៉ែត្រកន្លះគុណ2ម៉ែត្រកម្ពស់2ម៉ែត្រអញ្ចឹងណាហើយមាន2ម៉ែត្រគុណ2ម៉ែត្រកម្ពស់2ម៉ែត្រហើយមាន2ម៉ែត្រគុណ2ម៉ែត្រ2ម៉ែត្រកន្លះកម្ពស់2ម៉ែត្រមាន3ម៉ែត្រគុណ3ម៉ែត្រក៏បាននិយាយទៅមានគ្រប់ຂະຫນາດតាមតម្រូវការរបស់បងប្អូនដែលមានតម្រូវការប្រើប្រាស់ដូច្នេះបងប្អូនអាចកំងគ្រប់ជម្រើសហើយសម្រាប់មុងកណ្ដូបខាងយើងគឺប្រើស្បៃពណ៌សចាហើយមានបាតលើបាតក្រោមនិងមានរូតសម្រាប់មុងដែលຂະຫນາດធំគឺមានរូត2សម្រាប់មុងដែលຂະຫນາດតូចដូចជាຂະຫນາດ2.4 ម៉ែត្រជ្រុងគឺប្រើរូតតែមួយទេ1ម៉ែត្រកន្លះគុណ2ម៉ែត្រក៏ប្រើរូតតែមួយអញ្ចឹងណាដូច្នេះចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាសម្រាប់មុងកណ្ដូបបងប្អូនអាចកំងតាមតម្រូវការហើយបងប្អូនអាចឲ្យនឹងខ្ញុំនឹងដាក់រូតបែបណាក៏បានដែរតាមតម្រូវការរបស់បងប្អូនដែលបងប្អូនត្រូវប្រើចេញចូលពេលដែលបងប្អូនចិញ្ចឹមកណ្ដូបចាហើយមុងរបស់យើងខ្ញុំក៏មានតម្លៃជាលក្ខណៈសមរម្យមិនថ្លៃពេកហើយក៏មិនធូរថ្លៃពេកហើយសាច់មុងក៏ជាសាច់មុងដែលល្អមធ្យមផងដែរប្រើបានយូរគួរសមព្រោះប្តីរបស់នឹងខ្ញុំក៏គាត់ជាអ្នកចិញ្ចឹមកណ្ដូបដូចគ្នាចាដូច្នេះបងប្អូនដែលមានតម្រូវការប្រើប្រាស់មុងកណ្ដូបបងប្អូនអាចកំងតាមតម្រូវការដែលបងប្អូនប្រើប្រាស់ហើយសម្រាប់លេខទូរស័ព្ទគឺនឹងខ្ញុំដាក់នៅលើវីដេអូនេះហើយសម្រាប់ទីតាំងរបស់ពួកយើងគឺនៅស្រុកអូររង្អ៊ើខេត្តត្បូងឃ្មុំទីតាំងគឺនៅក្បែរផ្សារអូររង្អ៊ើជាប់នឹងវត្តអូររង្អ៊ើតែម្ដងងាយស្រួលសម្រាប់បងប្អូនមកចង់មកដល់ទីតាំងផ្ទាល់ចាសូមអរគុណបាយបាយ